ហើយការឈឺចាប់ទី2ឈឺចាប់ជាមួយនឹងជនជាតិខ្លួនឯងដែលក្បត់នៅឧត្តមគតិដែលក្បត់នៅស្មារតីជាតិប៉ុន្តែបែរជាគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនហើយចោទអ្នកនេះចោទអ្នកនោះយល់ថាខ្លួនឯងនឹងល្អខ្លាំងណាស់ប៉ុន្តែខ្លួនឯងដើរលៀបពណ៌គេឡើងប៉ាតណាប៉ាតណីអានងឬជាទង្វើល្អរបស់ខ្លួនឯងអានងឬជាសកម្មភាពល្អរបស់ខ្លួនឯងបើខ្លួនឯងដើរលៀបពណ៌គេសួរថាតើខ្លួនឯងនឹងល្អណាស់មែនទេពេលដែលអ្នកលៀបពណ៌គេគឺអ្នកប្រឡាក់ខ្លួនដោយទឹកថ្នាំយ៉ាងកក្រិចដូច្នេះហើយអ្នកคล้ายទៅជាជនពាលបាត់ហើយព្រោះអ្នកលៀបពណ៌ម្នាក់គឺអ្នកប្រឡាក់មួយពណ៌លៀបពណ៌ម្នាក់ទៀតគឺអ្នកប្រឡាក់មួយពណ៌នៅពេលដែលអ្នកលៀបគេច្រើនអ្នកពណ៌ខ្លួនរបស់អ្នកគឺឡើងពពាលហៅថាជាជនពាលបាត់ទៅហើយសរុបសេចក្តីមកនៅក្នុងខមមិននេះការឈឺចាប់គឺមានពីរនឹងឯងឈឺចាប់ជាមួយនឹងបរទេសឈ្លានពានយើងគឺជាឈឺចាប់ដែលយើងត្រូវតែមានដែលយើងត្រូវតែតស៊ូដែលយើងត្រូវតែប្រឆាំងជាដាច់ខាតហើយការឈឺចាប់ដែលជនជាតិខ្លួនឯងមិនយល់អំពីតម្លៃនៃជាតិសាសន៍របស់ខ្លួនប៉ុន្តែគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួនបុគ្គលប្រភេទនោះមិនមែនជាពលរដ្ឋឡើយព្រោះគាត់មិនបានបំពេញនៅកាតព្វកិច្ចជាពលរដ្ឋឡើយគាត់បានបំពេញត្រឹមតែក្នុងនាមជាមនុស្សអាត្មានិយមតែប៉ុណ្ណោះទេបុគ្គលប្រភេទនោះមិនមែនជាពលរដ្ឋឡើយបើអ្នកជាពលរដ្ឋត្រូវតែមានតួនាទីត្រូវតែមានកាតព្វកិច្ចនៅក្នុងកិច្ចការកសាងប្រទេសជាតិទៅតាមសមត្ថភាពទៅតាមលទ្ធភាពទៅតាមជំនាញវិជ្ជាជីវៈផ្ទាល់ខ្លួនរបស់យើងរៀងៗខ្លួន